មេឃរាំងដីស្ងួតឥឡូវចាប់ផ្ដើមហុយហើយដើមខែមួយខ្ញុំមានរឿងចាប់អារម្មណ៍មួយខ្លាំងមែនទែនជាមួយនឹងបងប្រុសម្នាក់ដែលគាត់ជាជនភៀសកាលពី46 47ឆ្នាំមុនម្លេះហើយគាត់បានទៅកើតនៅអូស្ត្រាលីហើយគាត់អត់សូវចេះខ្មែរទេឪពុកម្ដាយខ្មែរទាំងអស់គាត់មកលេងស្រុកយើងក្នុងគោលបំណងមកជួយ support តែម្ដងគាត់ចេះពាក្យមួយម៉ាត់ថាចង់ធ្វើបុណ្យគាត់ចង់មកលេងស្រុកខ្មែរលើកទី1គាត់មកដល់គឺគាត់សប្បាយមែនទែនហើយគាត់ជួបបងប្អូនយើងជាច្រើនម៉ោងទី1ទេគាត់រៀនចេះជិះហើយឥឡូវបានយើងចេះជិះគាត់តេស្តជាប់ហើយឥឡូវគាត់ដប់ខ្ញុំទៅជួបក្រុមម៉ូតូក្រុមនោះក៏ដូចគ្នាទៀតសិតតែដៃថ្មីអ្នកថ្មីនោះរហូតដល់4អ្នកទើបតែរៀនភ្លាមថ្ងៃនេះរៀងហត់បន្តិចប៉ុន្តែសប្បាយមែនតើរៀងទី3អែមមកគេអីយ៉យអត់អន់ទេណោះអ្នកនៅប្រនៅក្រួយដល់តែហេវប្រុសចាប់អត់ហើយ This all of us 9 bikes. How is your first day, Bull? Oh, fantastic. First day ever on a dirt bike? Yeah, first ever on a dirt bike. First time. But you made it really easy though. I swear, you made it really easy. And like just going through the countryside and seeing, the locals and talking to the locals. Oh, that's just, the experience that every tourist should go through. And me being a Cambodian, like it's an open up a new chapter to it's great to travel on the bike, another adventure thing. It's great and but yeah, even the buggy was that was awesome. The buggy back on thing. Yeah, that was awesome. Yeah. How was you're not on the first time, but first time on dirt bike in Cambodia. But I've been in Cambodia a long time, but first time on dirt bike, very good. Very good people, very good fun. How about your first time? I feel good. Apart from falling off. គាត់ខ្មែរស្រីតែគាត់មកជិះលើកទី1អត់ចេះជិះទេតែរៀនមិញដែរខ្ញុំដួលដេកដីប្រហែលជា5 second. I do. What about you, Bong? You also first time on the dirt bike here. ថ្ងៃនេះលើកទី1ហើយជិះម៉ូតូធំហ្នឹងតែមានអារម្មណ៍ថាជាប់ចិត្តហើយនឹងមកម្ដងទៀតជាប់ចិត្តតែអត់តាន់បានផ្លុំដីទេបងអត់តាន់បានដេកកាប់មុខដីអត់តាន់បានអីទេលើកទី1តែអស់ចាមែនទេមកជិះម្ដងទៀតលើកទី1ពិតរបស់ពួកគាត់មែនណាហើយអត់មែនលើកទី1លេងតែរៀនមិញណាប្រហែលជា1ម៉ោងមុនតែរៀនហើយជិះមិនជិះយឺតទេជិះចេញមកគ្នា9ម៉ូតូទៅមានគេលឿនតាមគេហើយប៉ុន្តែបុកពោះបុកអីណាបែកយកតាភ័យទេបែកយកតាភ័យជិះលឿនពេក His second time off road. Fourth time with me. Yeah, and he's not the first time. He ride pretty good. And no. First time ride together with me. So this is a trip out from Siem Reap people who live here and also living outside of the country, so that we are gathering around, just go out for lunch together. It's just a good activity to bonding your friends, to hang out together and being young like a kid again, go on a dirt bike and do stupid things. So yes, we are now heading to Bangkok. 8ស្រីមួយដៃថ្មីឡើង4នាក់អ្វីដែលធ្វើខ្ញុំសប្បាយចិត្តអ្នកថ្មីនឹងឯងទៅតែរៀនភ្លាមចេះភ្លាមឃើញគេសប្បាយគ្នាគេយើងក៏សប្បាយដែរជាអ្នកនាំទឹកចិត្តធំមែនតើអ្វីដែលសប្បាយលើពីនេះគឺបងប្អូនយើងចាប់ផ្ដើមចាប់អារម្មណ៍ជាមួយនឹងប្រាសាទខ្លាំងជាងមុនហើយចង់ចេះចង់ដឹងតែម្ដងគឺសួរតែម្ដងឥឡូវនេះហើយអ្វីដែលពិសេសខ្ញុំទៅជាមួយពួកគាត់គឺខ្ញុំចូលចិត្តបង្ហាញពីអ្វីដែលប្លែកនៅក្នុងចំណុចប្រាសាទនីមួយជាពិសេសដូចជាចម្លាក់ឬក៏រូបឬក៏ស្ថាបត្យកម្មអ្វីដែលមើលទៅឃើញថាប្លែកគឺខ្ញុំនាំហើយដូចជាគ្រឹះប្រាសាទដូចជាបន្លោះដាក់សសរឬក៏ចម្លាក់ដែលកប់នៅក្នុងដីចម្លាក់ដែលធ្វើមិនទាន់ហើយក្នុងព្រៃជ្រៅត្រៃគឺអាចនាំយើងទៅគោលដៅទាំងអស់នោះបានជាពិសេសភ្ញៀវទេសចរអន្តរជាតិគាត់បដូរផ្ដាច់មែនតើចង់ចេះចង់ដឹងពីយើងហើយអ្វីដែលយើងបានដឹងបានឃើញគឺផ្ដល់ឱកាសឲ្យខ្ញុំចែករំលែកទៅបងប្អូនទាំងអស់គ្នាឲ្យយើងដឹងថាយើងមានអ្វីខ្លះនៅក្នុងប្រទេសយើងកុំឲ្យបាត់ទៅទាំងមិនដឹងខ្លួនហើយទាំងអស់នេះគឺជាសកម្មភាពថ្ងៃទី1ដែលគាត់បានកក់តួ3ថ្ងៃជាមួយខ្ញុំមករៀនថ្មីតែម្ដងហើយចង់ជិះត្រៃ explore នៅក្នុងខេត្តសៀមរាបបងប្រុសវិធីអរគុណច្រើនមែនតើហើយអរគុណដែលបាន recommend
ភ័ក្រមកបន្តហើយនឹងគម្រោងវិលត្រឡប់មកវិញនៅក្នុងខែ9នេះផងដែរក្នុងកំឡុងមួយរយៈនៃខែ1ដែលបងប្អូនខាងក្រៅប្រទេសមកលេងបានច្រើនខ្ញុំសិក្សាពីពួកគាត់បានច្រើនមែនទែនត្រឡប់ពីបទពិសោធន៍នៃការភៀសទឹករបស់គាត់កាលពី40ឆ្នាំជាងមុនថាមានអ្វីកើតឡើងខ្លះមានអ្នកខ្លះចែករំលែកពាក់ព័ន្ធជាមួយនឹងរឿងភ្នំខ្មោចផងវីដេអូខ្លីមួយនេះมันអាចដាក់បញ្ចូលទាំងអស់ទេត្រឹមតែសកម្មភាពនៃទេសចរបែបត្រៃខ្ញុំសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូទេសចរទៅតំបន់ដាច់ស្រយាលតំបន់ប្រាសាទព្រៃជ្រៅតំបន់នានានៅក្នុងប្រទេសកម្ពុជាជម្រាបលាបងប្អូន